ព័ត៌មានទី1នេះគឺពាក់ព័ន្ធជាមួយនឹងស្ថានភាពនៅតំបន់បន្ទាយមានជ័យទល់ជាប់គ្នាជាមួយនឹងខេត្តស្រះកែវរបស់ថៃនិងថៃបានលើកផ្លាកឲ្យប្រជាពលរដ្ឋឲ្យចេញមកអញ្ចឹងឥឡូវនៅថ្ងៃនេះគឺខាងអភិបាលខេត្តបន្ទាយមានជ័យបានដាក់លិខិតទៅតវ៉ាទៅដល់ភាគីថៃផងដែរបាទខ្ញុំមិនអានលិខិតទាំងស្រុងទេគឺអ្វីដែលនៅក្នុងលិខិតរបស់លោកអ៊ុំរិទ្ធិគាត់ផ្ញើទៅហ្នឹងគឺតាំងពីថ្ងៃទី28ណាប៉ុន្តែត្រឹមតែបង្ហោះឲ្យឃើញនៅថ្ងៃទី29នេះទេគឺបញ្ជាក់ថាកម្ពុជាក៏តវ៉ាប្រឆាំងនឹងអភិបាលស្រះកែវអភិបាលខេត្តស្រះកែវដែលលើកបដាតាំងពីថ្ងៃទី28ចឹងបានន័យថាថៃលើកភ្លាមខ្មែរតវ៉ាភ្លាមតែម្ដងបាទរងចាំមើលគឺដែលក្នុងបដាផ្លាកប៉ាណូធំហ្នឹងគឺប្រកាសដេញឲ្យប្រជាពលរដ្ឋកម្ពុជាចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទបាទដែលកម្ពុជាចាត់ទុកថាជាការអនុវត្តច្បាប់របស់ថៃមកលើពលរដ្ឋកម្ពុជាជាច្បាប់ក្នុងស្រុករបស់ថៃមកលើអនុវត្តកម្ពុជាគឺកម្ពុជាមិនទទួលស្គាល់ទេហើយនៅក្នុងលិខិតហ្នឹងគឺកម្ពុជាបានយោងទៅលើ MOU យោងទៅលើការព្រមព្រៀងគ្នាចរចាតាំងពីថ្ងៃ10កញ្ញាដែលគឺថាមានយន្តការជាច្រើនដែលត្រូវដោះស្រាយដូចជាមាន JBC ជួបប្រជុំមាន RBC ថ្នាក់តំបន់ហើយដែលឯកភាពគ្នាថាទុកបញ្ហានេះឲ្យថ្នាក់ JBC គឺក្រុមគណៈកម្មការព្រំដែនចម្រុះដែលត្រូវដោះស្រាយបញ្ហានឹងជាមួយគ្នាហើយប្រទេសថៃទោះបីជាបានឯកភាពនៅក្នុងកិច្ចប្រជុំ RBC ក៏ដោយស្រាប់តែមកធ្វើនេះហើយដោយនៅក្នុងនោះកម្ពុជាបានគូបង្ហាញថានៅក្នុងការឯកភាពគ្នាហ្នឹងបាទគឺច្បាស់ណាស់យើងនិយាយថាក្នុងរយៈពេលនេះណាអភិបាលខេត្តបន្ទាយមានជ័យនិងអភិបាលខេត្តស្រះកែវនឹងសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីគ្រប់គ្រងស្ថានភាពនៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធីរួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទនិងការបង្កើនភាពតានតឹងបាទគឺបានន័យថាឲ្យរក្សានៅស្ថានភាពដដែលដែលចឹងហើយបានជាលោកអ៊ុំរិទ្ធិគាត់ថាដូច្នេះរដ្ឋបាលខេត្តបន្ទាយមានជ័យស្នើឲ្យរដ្ឋបាលខេត្តស្រះកែវចូលរួមផ្ដល់កិច្ចសហការចាត់វិធានការបញ្ឈប់នៅសកម្មភាពខាងលើជាបន្ទាន់ដោយរក្សានៅស្ថានភាពដើមតែអញ្ចឹងគឺកម្ពុជាបានតវ៉ាទៅនឹងដែរតើថៃនៅអនុវត្តឬយ៉ាងម៉េចបាទថៃក៏ទុកពេលឲ្យយើងខ្លីដើម្បីជំលះឬក៏រុះរើផ្ទះចេញពីតំបន់នោះវិញបាទនេះគឺជាការវិវត្តនៅស្ថានភាពនៅព្រំដែននៅច្រកខាងបន្ទាយមានជ័យណាបន្ទាយមានជ័យក៏ប៉ុន្តែក៏មាននៅច្រកផ្សេងទៀតដែរខ្ញុំនឹងជម្រាបជូននៅពេលក្រោយ